បងចេញទៅធ្វើការឬក៏ដាក់ទៅបានឲ្យគេដាក់ទៅបានឲ្យគេឬក៏បានឡើងទៅបាទនេះគឺជាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បាទម៉ូតូបុកជាមួយនឹងរថយន្តហើយរថយន្តមិនព្រមឈប់ជាយាមបើកបាទចង់រត់ចេញពីចំណុចទីតាំងកន្លែងកើតហេតុបានកិនចំក្បាលមនុស្សបាទបន្ថែមបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតមិញអូនណាអ្នកដេញមិញអូនអត់ដឹងទេបងតែទៅបាត់ទេដេញទៅបាត់ទេណោះមិញដឹងតែគេដេញដល់ណាមិញអូនហើយគេដេញដល់កន្លែងស្តុបនោះបងស្តុបស្តុបបំបែកនោះស្តុបកន្លែងមុខនោះអូខេអរគុណច្រើនបាទហើយដេញមកវិញនេះមិនបានទេបាទថ្ងៃហ្នឹងទៅបាត់ហើយបាទអរគុណបាទឥឡូវមនុស្សទៅបានស្លាប់បាត់បង់ជីវិតទៅហើយបាទនៅត្រង់ចំណុចនេះទីតាំងកន្លែងកើតហេតុបាទស្លាប់ខ្លួនជាមួយនឹងម៉ូតូនេះបាទស្ថានភាពគឺបែកក្បាលតែម្ដងបាទគឺកិនចំក្បាលតែម្ដងបាទស្នាមកង់រថយន្តបាទនៅនឹងក្បាលតែម្ដងណាបាទអញ្ចឹងពេលដែលបុកភ្លាមអីភ្លាមនេះបើសិនជាគាត់នៅមួយកន្លែងបាទព្យាយាមនឹងការជួយសង្គ្រោះមនុស្សបាទខលឡានពេទ្យរយនេះគឺអាចមិនអីទេមើលទៅណាបាទប៉ុន្តែគាត់ព្យាយាមនឹងការចង់បើករថចេញពីចំណុចទីតាំងកន្លែងកើតហេតុបាទទៅដល់ស្តុបនោះតែបានបងប្អូនជីវរដ្ឋតាមមកវិញហើយឥឡូវនេះមនុស្សតែបានស្លាប់បាត់ទៅហើយបាទភាគីខាងម៉ូតូបាទស្លាប់បាត់ទៅហើយបាទដោយសារតែគាត់ចង់រត់ចេញពីចំណុចទីតាំងកន្លែងកើតហេតុប៉ុន្តែរត់មិនបានសម្រេចទេតែបានបងប្អូនជីវរដ្ឋយើងតាមគាត់មកវិញបាទនេះទៅកង់ឡានបាទលើកដៃកាពះនេះគឺជាកង់ឡានហើយចេញពីណាមកវិញបងបើទៅបងចេញទៅធ្វើការឬក៏ដាក់ទៅបានឲ្យគេដាក់ទៅបានឲ្យគេឬក៏បានឡើងទៅអូអត់ដាក់អីទេឥឡូវទៅបានស្លាប់បាត់ហើយព្រមហើយឥឡូវនេះយើងឃើញចំណុចទីតាំងកន្លែងកើតហេតុគឺបង្កមានការចំណាយយ៉ាងខ្លាំងមែនទែនទៅដល់សកម្មភាពជីវរដ្ឋយើងបាននៅម្ដុំផ្សារទូបង្រនេះដែលស្ថិតនៅក្នុងសង្កាត់ចំចៅទី1ខាងពោធិ៍សែនជ័យរាជធានីភ្នំពេញបាទយ៉ាងណាមិញជុំវិញពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះពិតជាគួរឲ្យសោកស្ដាយខ្លាំងមែនទែនដែលម្ចាស់រថយន្តបាទគាត់បែរជាព្យាយាមនឹងការបើកចេញពីចំណុចទីតាំងកន្លែងកើតហេតុបាទត្រូវបានបងប្អូនប្រជាពលរដ្ឋយើងដេញតាមបាទយកមកវិញបាទបុកនៅត្រង់ចំណុចនេះហើយគាត់បើមិនជាឈប់អត់អីទេតែគាត់ឈប់ទៅក៏កិនចំក្បាលមនុស្សថែមបាទអញ្ចឹងក៏ត្រូវបានស្លាប់បាត់បង់អាយុជីវិតនៅត្រង់ចំណុចទីតាំងកន្លែងកើតហេតុនេះគឺស្ថានភាពធ្ងន់មិនអាចសង្គ្រោះបានទេបាទមុននេះដកសកាមនតែឥឡូវនេះគឺស្ងាត់ឈឹងបាត់ទៅហើយបាទស្លាប់នៅក្នុងភ្លុកឈាមតែម្ដងសម្រាប់ស្ថានភាពក្បាលរបស់គាត់គឺមានស្នាមកង់ឡាននៅទៅហ្នឹងបាទតែបុកនេះយើងអត់ដឹងថាខាងណាខុសខាងណាត្រូវទេប៉ុន្តែបែរជាគាត់ព្យាយាមក្នុងការបើកចេញពីចំណុចទីតាំងកន្លែងកើតហេតុបាទនេះស្នាមបុកបាទស្នាមបុកគឺនៅចំទៅនេះតែម្ដងបាទនេះស្នាមបុកបាទអញ្ចឹងគាត់អត់ឈប់បាទនេះបំណែកម៉ូតូបំណែករថយន្តអីនៅទៅហ្នឹងបាទនេះស្នាមមកខ្ញុំឲ្យមើលស្នាមបាទស្នាមកង់ឡាននៅក្បែរយើងចង់ស្នាមកង់ឡានគឺនៅជាប់ក្បាលតែម្ដងបាទនេះស្នាមកង់ឡានដែលគាត់កិនពីលើក្បាលមនុស្សហើយគាត់ព្យាយាមចេញទៅនេះបាទនេះបាទស្នាមតាមកង់ឡានបាទអញ្ចឹងនៅមកចង្អាមទៀតគឺក្បាលមនុស្សបាទមកចង្អាមទៀតគឺក្បាលមនុស្សបាទនេះស្នាមកង់ឡានដែលគាត់កិនពីលើក្បាលមនុស្សហើយគាត់បើករត់ចេញទៅនេះបាទគាត់បើកចេញទៅអញ្ចឹងហើយទៅដល់ស្តុបហ្នឹងត្រូវបានបងប្អូនប្រជាពលរដ្ឋចាប់បាននៅស្តុបនាំមកវិញទេបាទបើមិនគាត់អត់ព្យាយាមក្នុងការបើករត់បាទចេញពីចំណុចទីតាំងកន្លែងកើតហេតុប្រហែលជាស្ថានភាពមនុស្សប្រហែលជាអត់អាចស្លាប់ទេព្រោះអីកិនហ្នឹងគឺបុកភ្លាមគឺមិនមែនចង់ក្បាលស្លាប់ទេបាទគឺកិនបាទចង់ក្បាលតែម្ដងណាបាទនេះអ្នករបួសទៅបានស្លាប់បាត់បង់ជីវិតទៅហើយបាទមិនអាចស្រួលបានទេព្រោះអីឡានមកគាត់កិនចង់ក្បាលមនុស្សហ្នឹងឡានកិនក្រោយបាទឥឡូវនេះយើងឃើញចំណុចកន្លែងកើតហេតុនេះគឺបង្កមានការផ្ញើផ្អាកខ្លាំងមែនទែនតែម្ដងបាទនេះគឺជាទស្សនវិជ្ជាបាននៅក្នុងផ្សារទួបង្រតែម្ដងដែលស្ថិតនៅក្នុងសង្កាត់ចំចៅទី1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញស្ថានភាពអ្នកស្លាប់គឺស្លៀកខោកបោចបាជើងកំប៉ុងបាទពណ៌ខ្មៅហើយពាក់អាវពណ៌ខ្មៅបាទអាវយឺតបាទពិតជាគួរឲ្យសោកស្ដាយមែនទែនបាទនៅក្នុងការសម្រេចចិត្តខុសរបស់ម្ចាស់រថយន្តដែលគាត់សម្រេចចិត្តថាគាត់បើករថចេញពីចំណុចទីតាំងកន្លែងកើតហេតុបែរជាទៅកិនចងក្បាលមនុស្សថែមធម្មតាឲ្យស្លាប់បាត់បង់អាយុជីវិតបែបនេះបាទបើសិនជាមនុស្សនេះគឺមិនស្លាប់ទេព្រោះអីយើងឃើញសភាពជាក់ស្ដែងគឺក្បាលគឺមានស្នាមកង់ឡានកិនជាប់តែម្ដងបាទបងប្អូនប្រជាពលរដ្ឋក៏អះអាងដូចគ្នាដែរបាទថារថយន្តនេះគឺពេលដែលបុកគ្រឿងក៏អត់ឈប់ហើយបែរជាព្យាយាមនឹងការបើករថទៅបាទកិនចំពីលើក្បាលមនុស្សបណ្ដាលឲ្យស្លាប់បាត់ជីវិតបាទមិនដឹងថាសាច់ញាតិបាទឪពុកម្ដាយនៅទីណាហើយនៅអ្នកធ្វើការនៅតាណាទេតែខ្ញុំបើតាមខ្ញុំមើលសង្ស័យថាអ្នកអង្គចាក់មិនដឹងអីមិនដឹងណាបាទនេះគាត់ថាការស្មានទេព្រោះមានធុងតកកទូចមួយនៅជាប់ជាមួយនឹងម៉ូតូបាទផ្នែកខាងមុខហ្នឹងបាទមានធុងតកកក្រហមមួយ
បាទធំតកហ្នឹងប្រហែលជាដាក់ទឹកប្រហែលជាបាន1លីត្រជាងអីទេបាទនោះតកងឡានម្នាក់គ្រូម្នាក់បាទនេះការសម្ដែងចិត្តខុសវិញដែរបាទធ្វើឲ្យមនុស្សស្លាប់អត់ទៅហើយតាមពិតគ្រោះថ្នាក់ចរាចរណ៍បើមិនជាអត់ប៉ះពាល់ដល់ជីវិតនឹងមិនអីទេយើងអាចនឹងនិយាយគ្នាបានឯបានបាទសងសំណងឬមួយក៏អីយ៉ាងម៉េចឬមួយក៏ខាងណាខុសខាងណាត្រូវអីចឹងណាបាទតែដល់ពេលគាត់ព្យាយាមในការបើកចេញពីចំណុចទីតាំងកន្លែងការហេតុក៏មកជួបនឹងហេតុការបាទកិនមនុស្សតែម្ដងឲ្យស្លាប់អត់ផងស្ទើរតែមិនទៅបាទគាត់ជារំភើបហើយនឹងសម្រាប់ខាងតែហេតុការណ៍នេះអរគុណប្រិមត្តយើងទាំងអស់គ្នាឥឡូវខ្ញុំសូមបិទបញ្ចប់នៃការផ្សាយរាល់ការអធិប្បាយលើលំដាប់ការណាមួយសូមខុសទៅបន្ទោសហើយរាល់ព័ត៌មានលម្អិតហើយយើងខ្ញុំនឹងធ្វើការអាប់ដេតបន្ថែមទៅលើប្រព័ន្ធនិង website នេះក៏ដោយផងដែរបាទសូមអរគុណសូមជម្រាបលាប្រិមត្តយើងទាំងអស់គ្នា